កម្មវិធីចាប់ផ្ដើមជាមួយសុខភាពល្អកម្មវិធីកិច្ចការពីចំនួនថ្មីកម្មវិធីរៀនពេញមួយជីវិតកម្មវិធីក្មេងស្រីជាអ្នកដឹកនាំអង្គការ Plan អន្តរជាតិកម្ពុជាបានសហការជាមួយនឹងក្រសួងអភិវឌ្ឍជនបទក្នុងការចូលរួមចំណែកធ្វើឲ្យរាជធានីខេត្តទូទាំងប្រទេសគឺបានសម្រេច ODS ទាំងស្រុងទី2គឺយើងបានធ្វើការសហការជាមួយនឹងក្រសួងមហាផ្ទៃក្នុងការរៀបចំជាស្តង់ដារបង្គន់អនាម័យសម្រាប់ប្រើប្រាស់នៅក្នុងសាលាឃុំបានឲ្យក្រៅពីនោះក៏យើងនៅបន្តក្នុងការគ្រប់គ្រងទៅដល់កុមារតូចបាទជាពិសេសគឺមន្ត្រីសហគមន៍នៅក្នុងខេត្តចំនួន3គឺសៀមរាបស្ទឹងត្រែងនិងរតនគិរីដើម្បីបន្តធ្វើឲ្យកុមារនៅទទួលបានការរៀនសូត្រពីដំបូងហើយក៏ដូចជាតកតងទៅនឹងកម្មវិធីទឹកស្អាតនិងអនាម័យនិងអាហារូបត្ថម្ភហើយមួយវិញទៀតនោះអង្គការ Plan អន្តរជាតិកម្ពុជាក៏បានសហការជាមួយនឹងក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទក្នុងការសិក្សាអំពីផលជះនៃទំនាក់ទំនងរវាងសហគមន៍ដែលបញ្ចប់ការទទួលបងពីវាពិការជាមួយនឹងការកែលម្អទៅលើអាហារូបត្ថម្ភរបស់កុមារកម្មវិធីកិច្ចការពីចំនួនថ្មីដែលជាកម្មវិធីមួយធានាឲ្យកុមារាកុមារីក៏ដូចយុវជនទាំងអស់គឺរស់នៅមិនមានភាពភ័យខ្លាចមិនមានការរំលោភបំពានគ្រប់ទម្រង់ឬក៏មិនមានការកេងប្រវ័ញ្ចទាំងអនឡាញនិងអស់ឡាញកិច្ចសហការជាមួយនឹងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារគឺយើងបានចងក្រងរៀបចំជាផែនការសកម្មភាពជាតិស្ដីពីការបង្ការទប់ស្កាត់ឬឆ្លើយតបអំពើហិង្សាទៅលើកុមារបាទហើយផែនការសកម្មភាពជាតិនេះគឺបានធ្វើការផ្សព្វផ្សាយសម្រាប់ការអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងរួចហើយមួយវិញទៀតយើងក៏បានសហការជាមួយនឹងក្រសួងកិច្ចការនារីបន្តក្នុងការរៀបចំផែនការសកម្មភាពជាតិទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារនិងការមានផ្ទៃពោះនៅវ័យជំទង់ហើយគម្រោងនៃការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារដែលជាគម្រោងពហុវិស័យដែលអង្គការ Plan អន្តរជាតិកម្ពុជាបានអនុវត្តនៅក្នុងខេត្តរតនគិរីហើយនិងខេត្តស្ទឹងត្រែងគឺយើងឃើញថាប្រេវឡងនៃការរៀបអាពាហ៍ពិពាហ៍នៅក្រោមអាយុ15ឆ្នាំនិង18ឆ្នាំមានការថយចុះគួរឲ្យកត់សម្គាល់ហើយតាក់ទងទៅនឹងប្រព័ន្ធកិច្ចការពារកុមារនៅតាមសហគមន៍នៅតាមថ្នាក់ក្រោមជាតិក៏មានដំណើរការគួរឲ្យកត់សម្គាល់យើងឃើញថានៅពេលដែលមានករណីនៃការរំលោភបំពានកើតឡើងគឺមានការរាយការណ៍ហើយនឹងមានការឆ្លើយតបទាន់ពេលវេលាផងដែរកម្មវិធីរៀនពេញមួយជីវិតគឺជាកម្មវិធីដែលយើងចូលរួមចំណែកនៅក្នុងការលើកកម្ពស់នៅគុណភាពនៃការអប់រំទៅដល់កុមារដែលបាត់បង់ឱកាសក្នុងការសិក្សាជាពិសេសនៅតំបន់ភូមិភាគឦសានបាទអញ្ចឹងមានកុមារជាងជិត 5000 នាក់បានទទួលផលពីកម្មវិធីរបស់យើងហើយគាត់បានត្រឡប់ទៅរៀនវិញហើយយើងបានអនុវត្តនៅក្នុងសាលាចំនួន250សាលាផងដែរតែតើចំណុចទី2គឺការធានាឲ្យកុមាររៀនសូត្រប្រកបដោយសុវត្ថិភាពហើយនៅក្នុងឆ្នាំនេះក៏យើងបានចូលរួមចំណែកក្នុងការជួយឲ្យក្រសួងអប់រំក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយក៏ដូចជាតកតងទៅនឹងសាលារៀនសុវត្ថិភាពនៅតំបន់ដែលយើងធ្វើការនេះគឺមានការខ្វះខាតនៅគ្រូជំនាញផ្នែកវិទ្យាសាស្ត្រក៏ដូចជាភាសាអង់គ្លេសហើយអង្គការ Plan អន្តរជាតិកម្ពុជាបានបន្តក្នុងការសហការជាមួយនឹងមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរីក្នុងការជួយគាំទ្រទៅដល់សាលាអនុវិទ្យាល័យនិងវិទ្យាល័យធ្វើម៉េចតាមរយៈការបង្រៀនអនឡាញពីចម្ងាយបន្តនៅក្នុងការជួយទៅដល់ក្រសួងអប់រំយុវជនកីឡាក្នុងការរៀបចំកម្មវិធីសិក្សាសម្រាប់ថ្នាក់បន្លឿនគឺជាពិសេសគឺការរៀបចំសិភៅគោលបាទឆ្នាំទី1ឆ្នាំទី2តកតងទៅនឹងសិភៅគោលទាំងអស់នោះគឺត្រូវបានទទួលការអនុម័តហើយក៏ដូចជាផ្សព្វផ្សាយពីក្រសួងអប់រំរួចរាល់ផងដែរការ Plan អន្តរជាតិកម្ពុជាបានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពទៅដល់ក្មេងស្រីប្រមាណជាង 5000 នាក់ដើម្បីឲ្យពួកគាត់មានចំណេះដឹងជំនាញហើយក៏ដូចជាអាចដឹកនាំសកម្មភាពក្នុងភាពជាអ្នកដឹកនាំរបស់ពួកគាត់ហើយពីនោះអង្គការ Plan ក៏បានធ្វើការសហការជាមួយនឹងក្រសួងកិច្ចការនារីក្នុងការរៀបចំនៅកម្មវិធីជាតិដែលមានឈ្មោះថាដំណើរឆ្ពោះទៅ
ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីហើយមួយវិញទៀតយើងក៏បានរៀបចំនៅតាក់ទងទៅនឹងមេរៀនជើងឯកសម្រាប់កម្ពុជាហើយមេរៀននេះគឺប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជាអ្នកដឹកនាំរបស់ក្មេងស្រីបាទយើងក៏ធ្វើការតាក់ទងទៅនឹងយុទ្ធនាការផ្សេងដូចជាការប្រពៃនៅទិវាក្មេងស្រីអន្តរជាតិរត់ដើម្បីក្មេងស្រីការជិះកង់ដើម្បីក្មេងស្រីបាទនៅក្នុងតាមបណ្ដាខេត្តផងដែរបាទហើយក្រៅពីនោះក៏កម្មវិធីក្មេងស្រីដើរតួនាទីជំនួសដែលក្មេងស្រីជាង10នាក់បាទគឺគាត់បានកាន់តួនាទីជាឯកអគ្គរដ្ឋទូតតួនាទីជាអ្នកដឹកនាំនៅក្នុងស្ថាប័នមួយចំនួនផងដែរសមិទ្ធផលនៅក្នុងឆ្នាំ2025នេះมันអាចសម្រេចទៅបានទេបើមិនមានការជួយគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលជាពិសេសគឺក្រសួងពាក់ព័ន្ធរួមជាមួយនឹងអង្គការដៃគូដែលជាអ្នកដែលអនុវត្តកិច្ចការងារផ្ទាល់នៅក្នុងសហគមន៍ហើយយើងក៏សូមថ្លែងអំណរគុណទៅដល់ម្ចាស់ជំនួយដែលបានជួយនៅក្នុងកម្មវិធីដែលឲ្យអង្គការ Plan អាចអនុវត្តកម្មវិធីនៅក្នុងឆ្នាំ2025ហើយយើងនឹងធ្វើការសហការជាមួយគ្នាបន្តទៅពេលខាងមុខទៀតផងដែរ